ចាស់សូមជម្រាបសួរប្រិយមិត្តថ្ងៃនេះនាំអារម្មណ៍ប្រិយមិត្តមកយល់ដឹងតាក់ទងទៅនឹងដើមឈើម្យ៉ាងដែលគេនិយាយថាដើមឈើនេះគឺអាចដើរបានផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយចាអញ្ចឹងអញ្ជើញប្រិយមិត្តមកយល់ដឹងជាមួយនាងខ្ញុំទាំងអស់គ្នាចាតើប្រិយមិត្តជឿទេថានៅលើពិភពលោកយើងនេះមានដើមឈើដែលអាចដើរបានរុក្ខជាតិដ៏ចម្លែកនេះត្រូវបានគេស្គាល់ថាគឺជាដើម Walking Plum ឬមានឈ្មោះជាវិទ្យាសាស្ត្រថា Sogratia exorhiza ដែលជាប្រភេទរុក្ខជាតិមានដើមកំណើតនៅក្នុងព្រៃទឹកភ្លៀងដ៏ក្រាស់ឃ្មឹកនៃតំបន់អាមេរិកកណ្ដាលនិងអាមេរិកខាងត្បូងបណ្ដាញឫសដ៏ចម្លែកខុសពីធម្មតាជើងយក្សនៃធម្មជាតិខុសពីដើមឈើធម្មតាដែលកប់ឫសជ្រៅចូលទៅក្នុងដីដើមនេះបែរជាដុះឫសនៅលើបណ្ដេញឫសខ្ពស់ដែលប្រៀបបានទៅនឹងទម្រជើងឫសទាំងនេះបានលើកតួដើមភាគច្រើនរបស់វាឲ្យផុតពីផ្ទៃដីដែលធ្វើឲ្យមើលទៅហាក់ដូចជាដើមនេះកំពុងឈរជើងយក្សអញ្ចឹងដែរចចាមអារាមនៃការដើររកពន្លឺព្រះអាទិត្យអស់រយៈពេលជាច្រើនឆ្នាំមកហើយមនុស្សជាច្រើនជឿថាដើមឈើទាំងនេះអាចដើរយឺតកាត់ព្រៃដើម្បីតម្រង់ទៅរកកន្លែងដែលមានពន្លឺព្រះអាទិត្យរបៀបដើររបស់វាគឺវានឹងដុះឫសថ្មីឆ្ពោះទៅរកទិសដៅដែលមានពន្លឺល្អជាងខណៈពេលដែលឫសចាស់ដែលនៅខាងក្រោយនឹងត្រូវរលួយងាប់បន្តិចម្ដងដែលយន្តការនេះជួយឲ្យរាងកាយទាំងមូលរបស់វាផ្លាស់ទីខិតទៅមុខបន្តិចម្ដងវាអាចធ្វើចលនាផ្លាស់ទីបានចម្ងាយច្រើនម៉ែត្រក្នុងមួយឆ្នាំរហូតដល់ពេលនេះអ្នកវិទ្យាសាស្ត្រនៅតែបន្តការជជែកវែកញែកនៅឡើយថាវាពិតជាអាចដើរបានដូចអ្វីដែលគេល្បីមែនឬយ៉ាងណាអ្នកស្រាវជ្រាវភាគច្រើននាពេលបច្ចុប្បន្នជឿថាឫសដ៏ចម្លែកទាំងនេះគ្រាន់តែជួយឲ្យដើមឈើអាចឈរយ៉ាងរឹងមាំនៅក្នុងដីព្រៃដែលទន់ជ្រាយជួយឲ្យវារស់រានពីទឹកជំនន់និងអាចដុះលូតលាស់បាននៅលើទីតាំងដែលមិនរាបស្មើប៉ុណ្ណោះទោះបីជាយ៉ាងណាក៏ដោយរូបភាពបំភាន់ភ្នែកនេះពិតជាអស្ចារ្យណាស់មិនអាចប្រកែកបានដោយសារតែឫសរបស់វាផុសឡើងខ្ពស់ផុតពីផ្ទៃដីព្រៃដើមទាំងនេះមើលទៅលែងដូចជាដើមធម្មតាទៀតហើយតែវាប្រៀបបាននឹងរុក្ខជាតិមានជីវិតដែលផុសចេញពីពិភពផ្សេងមួយទៀតយ៉ាងពិតប្រាកដប្រិយមិត្តជាទីមេត្រីការរៀបរាប់តាក់ទងទៅនឹងដើមឈើចម្លែកនៅពេលនេះក៏ឈានមកដល់ទីបញ្ចប់ដែរចាអរគុណប្រិយមិត្តដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះសូមប្រិយមិត្តជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាដើម្បីទទួលបាននៅវីដេអូចំណេះដឹងចាជាបន្តបន្ទាប់ទៀតនៅពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ